យើងចុះត្រឡប់មកវិញទេខ្ញុំម្ចាស់បងស្រង់សូមឲ្យព្រះតាំងជួយព្រះសាមីឲ្យផុតពីគ្រោះថ្នាក់ឯនេះខ្ញុំម្ចាស់គ្មានជំរឿនអ្វីក្រៅពីនេះទេត្រូវទូតានគរយើងហើយថាម៉េចប្រមូលពលទាហានហើយលើកទ័ពចេញទៅព្រះអង្គកុំនគរខ្មែរមកវិញហើយហើយពួកវាមកចរជារសម្លាប់វាពួកគេត្រូវតែសងនៅអ្វីដែលយើងបាត់បង់ព្រះអង្គទូបង្គំគូធ្វើដោយម្ដេចដើរតម្រង់ត្រូវពួកវាទទួលរាជបញ្ជាអនុវត្តតាមផែនការយើងនឹងទទួលបានជ័យជំនះទទួលរាជបញ្ជារៀមបីលើសម្ពុយរបស់សត្រូវរើត្រៀមមួយមនុស្សឈើវេទនាបាត់អស់ទៅហើយយើងនៅទីនេះហើយឈួតមើលសម្រាប់វាភ្លាមទៅសម្រាប់ពួកវាភ្លាមកុំឯងមានបណ្ដាំចុងក្រោយទេសូមកុំសម្រាប់ទូបង្គំរើទូបង្គំសូមចូលចៃហើយទូបង្គំសូមចូលចៃហើយយើងឈ្នះហើយយើងឈ្នះហើយយើងឈ្នះហើយជ័យយោព្រះមហាអាណាចក្រខ្មែ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 រព្រះមហាសីបងមកវិញហើយ
ពុទ្ធោព្រះមហេសីហេតុអីក៏អូនមិនចាំបងករុណាថ្លៃពិសេសព្រះមហេសីបានទុករាជសារនេះថ្វាយព្រះអង្គថាម៉េចព្រះរាជសារព្រះអង្គជាទីគោរពស្រឡាញ់ខ្ញុំម្ចាស់សោកស្ដាយណាស់ដែលមិនបានរស់នៅតាមបង្ហាញព្រះអង្គតទៅទៀតខ្ញុំម្ចាស់បានបន់ស្រន់ឲ្យព្រះអង្គឈ្នះទីជាជំរឿនតែមួយគត់ខ្ញុំម្ចាស់យល់ថាខ្មែរត្រូវការព្រះអង្គតទៅទៀតខ្ញុំម្ចាស់ប្រាថ្នាបង្ហាញព្រះអង្គគ្រប់ជាតិតើបងរស់នៅគ្មានព្រះមហាក្សត្រយ៉ាងម៉េចកើតទៅព្រះមហាក្សត្រត្រឡប់មកវិញមកព្រះមហាក្សត្រសូមព្រះកំសាន្តស្ថិតនៅជាមួយម្ចាស់អូនជាដរាសូមម្ចាស់អូនយើងទៅកាន់សុគតិភពចុះព្រះកំសាន្តសូមមើលថែព្រះអង្គផងព្រះមហាក្សត្រ